ធ្លាប់ញ៉ាំជ្រក់ផ្កាកូសាហើយបងប្អូនទាំងអស់គ្នាចាផ្កាកូសាយកមកធ្វើជ្រក់ឆ្ងាញ់មួយបែបចាស្តៀងជ្រក់ស្ពៃយ៉ាងដែរវាស្រួយឆ្ងាញ់ហើយមានពណ៌ស្អាតចាជូរឡើងជ្រះបងប្អូនទាំងអស់គ្នាចានេះពេលយើងធ្វើជ្រក់ផ្កាកូសានឹងបានជូរឆ្ងាញ់ហើយចាំយើងយកមកលាយជាមួយនឹងសណ្តែកបដោះហ่าបងប្អូនចាថែមស្ករថែមម្សៅស៊ុបថែមស្លឹកខ្ទឹមចិញ្ច្រាំអីមកចាគឺថាមានរសជាតិឈ្ងុយឆ្ងាញ់ហើយតើបងប្អូនងាយស្រួលធ្វើនេះជ្រក់ផ្កាកូសាយើងទឹកឡើងថ្លាមើលទៅគួរឲ្យចង់ញ៉ាំមែនទែនអត់ពិបាកធ្វើបងប្អូនទាំងអស់គ្នាហើយជ្រក់ផ្កាកូសាលាយជាមួយសណ្តែកបដោះយើងយកមកញ៉ាំជាមួយនឹងត្រីចៀនត្រីបំពងគឺថាស៊ីគ្នាហ្មងបងប្អូនទាំងអស់គ្នាចាតោះឥឡូវយើងធ្វើជ្រក់ជាធម្មតានៅស្រុកប្រាំងចុងខែ3ខែ4ណាគឺមានផ្កាកូសាដុះតាមជើងភ្នំអីគឺវាល្អបែបនេះបងប្អូនទាំងអស់គ្នាចាកុំទៅបេះរបស់គេដាំបងប្អូនគេបាញ់ថ្នាំយើងទៅបេះតាមជើងភ្នំអីវាដុះច្រើនណាកន្លែងណាក៏សម្បូរដុះដែរមិនបាច់ចាំទៅជើងភ្នំអីបងប្អូនកាច់យកតាផ្កាចុងខ្ចីនិយាយទៅអត់ទៅយើងក្តិចបានដាច់ចាចុងហ្នឹងយកមកលាងទឹកសម្អាតឲ្យស្រស់ទឹកឲ្យស្អាតហើយបងប្អូនទាំងអស់គ្នាដាំទឹកឲ្យហើយមកដាំទឹកពី3លីត្រអីចឹងហ្នឹងណាបងប្អូនហើយអាផ្កាស្ពៃដែលយើងលាងសម្អាតហើយហ្នឹងយើងយកទៅស្រុះភ្លោកក្នុងឆ្នាំងយើងដែលពងទឹកពុះក្តៅហ្នឹងបងប្អូនអត់ស្រុះយូរទេចាដាក់ចូលទៅមួយភ្លោកកូរតែអញ្ចឹងបងប្អូនទាំងអស់គ្នាអត់ស្រុះយូរទេតែស្រុះយូរលលួយអស់ចាស្រុះទៅមួយផ្លេតលើកដាក់ក្នុងចានដែកយើងមួយមកចានេះស្រុះអស់មកណាបងប្អូនចង់ធ្វើតិចធ្វើច្រើនបងប្អូនត្រូវតែស្រុះសិនផ្កាកូសាហ្នឹងដើម្បីឲ្យវាស្រួយហើយពណ៌ស្អាតណាបងប្អូនចាពេលយើងស្រុះផ្កាកូសាអស់ហើយយើងទុកម្លែកអាទឹកហ្នឹងយើងអត់ចោលទេគឺយើងថែមអំបិលយកហ្មងអំបិលស្ករសនិងអង្គរមួយស្លាបព្រាហើយសូមបញ្ជាក់បងប្អូនធ្វើជ្រក់តិចច្រើនក៏ដោយចាត្រឹមតែបងប្អូនទាំងអស់គ្នាភ្លក់អាទឹកដែលបងប្អូនដាំហ្នឹងឲ្យមានរសជាតិដូចទឹកស្ងោរទឹកសឡដែលយើងញ៉ាំចាគឺប្រៃឡែមមកហើយមកអត់សាពេកក៏អត់ប្រៃពេកណាចាជ្រក់តកាលណាយើងធ្វើសាពេកវាលះជូរហើយអាចខូចរលួយហើយបើប្រៃពេកវាក្រជូរបងប្អូនទឹកអំបិលនិងទឹកអង្គរហ្នឹងយើងដាំឲ្យពុះចាទុកឲ្យត្រជាក់បងប្អូនចាឲ្យត្រជាក់មិនបាច់ដល់ស្លាប់ទេត្រជាក់នៅអូនមកលូកដៃបានយើងយកមកចាក់លើស្ពៃដែលយើងរៀបដាក់ក្នុងកាយយើងមកនេះបងប្អូនចាក់ឲ្យច្រើនឲ្យលិចអាស្ពៃផ្កាកូសាហ្នឹងមកបងប្អូនទាំងអស់គ្នានេះបងប្អូនឃើញឯមុនបងពណ៌វាខៀវស្ងាត់មែនទេចាបើស្រុកបងប្អូនក្តៅវាឆាប់ជូរឯ3 4ថ្ងៃបានញ៉ាំហើយតែចាមានធ្វើអាផ្កាស្ពៃនេះវានៅត្រជាក់ដែរខែ3ខែ4បងប្អូនទុកដល់5ទៅ6ថ្ងៃបានជូរចាជូរជ្រះល្អហើយបងប្អូនឃើញទេឃើញទឹកជ្រក់នេះឡើងថ្លាចាគួរឲ្យចង់ញ៉ាំណាគឺដោយសារយើងដាក់អង្គរបងប្អូនទាំងអស់គ្នាចានេះឃើញពណ៌ស្ពៃឡើងស្អាតទេបងប្អូនហើយទឹកជ្រក់ក៏ថ្លាហើយជូរយ៉ាងជ្រះឆ្ងាញ់មែនតើអ្នកបងប្អូនអត់កុហកទេធ្វើបានល្អគឺចែករំលែកបងប្អូនអ្វីដែលខ្លួនឯងបានធ្វើណាចាហើយបន្តមកពេលយើងចង់ញ៉ាំយើងកុំធ្វើម្ដងទាំងអស់ណាយើងដកវាមកហាន់ណាបងប្អូនជាកង់បែបនេះយកមកលាយទៅល្មមយើងញ៉ាំអស់ចាញ៉ាំល្មម2ពេលអីចឹងណាបងប្អូនកុំធ្វើទុកច្រើនពេលដែលយើងលាយមួយសណ្តែកបដោះហ្នឹងណាយើងកាត់កង់ល្មមហើយយើងដាក់សណ្តែកបដោះចាដាក់ស្ករសម្សៅស៊ុបខ្ទឹមហើយនិងស្លឹកខ្ទឹមយើងហើយនឹងម្ទេសយើងមកចាកូរលាយចូលគ្នាសំខាន់ឲ្យតែជ្រក់ផ្កាកូសាយើងនឹងវាជូរជ្រះសិនបានយើងយកមកលាយជាមួយនឹងសណ្តែកបដោះមានរសជាតិឆ្ងាញ់ហើយយើងលាយជាមួយសណ្តែកបដោះហើយយើងអាចញ៉ាំបានភ្លាមបងប្អូនចាសណ្តែកបដោះស្រួយតែជ្រក់យើងវាជូរជ្រះហើយបងប្អូនហើយបើបងប្អូនអត់ចូលចិត្តញ៉ាំភ្លាមបងប្អូនទុកទូទឹកកកមកល្ងាចទៀតទៅចាអ្នកបងប្អូនហើយអាសល់ហ្នឹងបងប្អូនទុកក្នុងទូទឹកកកទៅបើវាជូរជ្រះខ្លាំងហើយកុំទុកក្រៅទៀតវាជូរកាន់តែខ្លាំងទៀតដែរណាបងប្អូនចាតែប៉ុណ្្នឹងឯងវិធីធ្វើជ្រក់កូសាបើសិនជាបងប្អូនទាំងអស់គ្នាអត់យល់អីបងប្អូនអាច comment សួរខាងក្រោមបានណាចាចាំតែមានចូលទៅមើល comment ហើយឆ្លើយតាមពិតទៅងាយស្រួលធ្វើបងប្អូនដូចទៅធ្វើជ្រក់ស្ពៃដែរហ្នឹងចានេះមើលទំនងអត់